thom nhưng số sẵn lại nơi mô vi cha đo thay là có xa dạng vì xe chú đo sắc hạ cam bỏ dưới tại bàn thật nơi nông cam thi bỏ dưới mùi bật mình bính mình viên này ảo tờ biến rồi có trả trình một màu dạng tiết phải tập để dương khất khom prang praiอย่างណាដើម្បីឲ្យដំណើរការរបស់យើងប្រព្រឹត្តទៅដោយគោរពនៅរបៀបវិរៈមកពេលក៏យើងនៅតែបំពេញមកពេលលើសមកដែលបានកំណត់ប៉ុន្តែការបំពេញនេះគឺមានធម្មមានរូបភាពរបស់ខ្លួនមានសេចក្តីត្រឹមត្រូវហេតុផលត្រឹមត្រូវដែលសមស្របឆ្លើយតបទៅនឹងបំណងប្រាថ្នានិងការចង់ចេះចង់ដឹងរបស់សិក្ខាកាមរបស់យើងទាំងអស់គ្នាចឹងក្នុងនាមឯកឧត្តមអគ្គរដ្ឋាភិបាលអង្គមនារដ្ឋឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធានក្រុមប្រឹក្សានីតិកម្មខ្ញុំសូមអបអរសាទរនិងសូមលើកទឹកចិត្តដល់សិក្ខាកាមរបស់យើងប្រើប្រាស់វេទិកាដែលយើងបានទទួលរយៈពេលមួយព្រឹកនេះជាប្រយោជន៍ដល់ខ្លួនយើងម្នាក់ៗក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនយើងឲ្យបានជាអតិបរមាជាប្រយោជន៍ដល់ការពង្រីកចំណេះដឹងនិងចូលរួមចំណែកដល់ការផ្សព្វផ្សាយការរៀនសូត្រអំពីនីតិសាស្ត្រទស្សនវិជ្ជាច្បាប់អំពីនីតិសេដ្ឋកិច្ចនីតិហិរញ្ញវត្ថុសាធារណៈក៏ដូចជាច្បាប់ផ្សេងទៀតរបស់កម្ពុជាយើងរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋវប្បធម៌នៃការគោរពច្បាប់និងជាពិសេសគឺការកសាងប្រទេសជាតិយើងឲ្យរស់នៅក្នុងសណ្ដាប់ធ្នាប់រស់នៅក្នុងច្បាប់ហើយប្រើប្រាស់ច្បាប់ជាកម្លាំងដើម្បីអភិវឌ្ឍប្រទេសជាតិយើងកសាងសេចក្តីថ្លៃថ្នូររបស់ជាតិយើងកម្លាំងរបស់ជាតិយើងនៅក្នុងតំបន់នៅក្នុងឆាកអន្តរជាតិជៀសផុតអំពីការប្រមាថការទានរបស់ជាតិសាសន៍ដទៃខ្ញុំមាន5ចំណុចដើម្បីជាការបូកសរុបផងនិងជាការចែករំលែកនៅទស្សនៈទានទស្សនវិស័យរួមជុំវិញអ្វីដែលយើងបានលើកឡើងក្នុងរយៈពេលអំបញ្ញមិញនេះពីសំណាក់ក្រុមទាំង5ក្រុមភាសាទាំង7ដែលបានលើកឡើងទី1គឺយើងមានសំណួរទាំងក្នុងច្បាប់បច្ចុប្បន្នទាំងក្នុងច្បាប់ពីបុរាណសំណួរទាំងអស់នេះត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានក្រមប្រឹក្សានីតិកម្មក៏ប៉ុន្តែមែនតែក៏ជាសំណួរតំណាងឲ្យចម្ងល់នានាដែលចោទមានឡើងនៅក្នុងចិត្តគំនិតបញ្ញាញាណរបស់អ្នកច្បាប់នៅស្រុកខ្មែរយើងផងដែរជាការចាប់ផ្ដើមជាការបង្កើតនៅចលនាការកម្លាំងចលករនៃការសួរគ្នាបាទហើយខ្ញុំសូមលើកទឹកចិត្តឲ្យយើងបន្តសួរចេញអំពីសំណួរដែលបានត្រៀមទុកនៅក្នុងបទបង្ហាញដែលបានរៀបចំមកនេះបាទសូមមេត្តាសួរតទៀតនៅអ្វីដែលជាប់ពាក់ព័ន្ធជាមួយនឹងវិទ្យាសាស្ត្រច្បាប់ឬក៏នីតិសាស្ត្រនេះរីឯចម្លើយដែលបានឆ្លើយមកនេះត្រូវខ្លះខុសខ្លះជារឿងធម្មតាសូមកុំឲ្យជាប់ជំពាក់នៅក្នុងចម្លើយដែលយើងមាននៅក្នុងទីនេះពីព្រោះសំណួរក៏យើងនៅតែរក្សាសួរឲ្យចេញចាកឆ្ងាយកាន់តែជ្រៅឆ្ងាយប៉ុន្តែជ្រៅទៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងរីឯសំណួររីឯចម្លើយក៏យើងខំប្រឹងឆ្លើយទៅតាមលទ្ធភាពទៅតាមសមត្ថភាពទៅតាមការវិវត្តនៃចំណេះដឹងរបស់យើងទៅតាមការវិវត្តនៃបទពិសោធន៍នៃការរៀនសូត្រនិងការបំពេញការងាររបស់យើងរហូតទៅដល់ចំឆ្លើយឲ្យចំទៅនឹងតម្រូវការជាក់ស្ដែងជាក់លាក់របស់យើងដែលពាក់ព័ន្ធជាមួយនឹងវិស័យនីតិកម្មនីតិសាស្ត្រនេះផងដែរផ្ដើមចេញពីការសួរឆ្លើយនេះយើងឃើញថាជារឿងធម្មតាដែលយើងមើលឃើញអំពីចន្លោះប្រហោងកង្វះចន្លោះមិនបានខ្ញុំថាជារឿងធម្មតាយើងជាអ្នកកាន់ពុទ្ធសាសនាខ្លះភាគច្រើនប៉ុន្តែសាសនាដទៃក៏អញ្ចឹងដែរជីវិតនេះជាសេចក្តីទុក្ខ
រូបនេះរូបកាយរបស់យើងលោកធាតុទាំងមូលជាសេចក្តីទុកប្រែថាសេចក្តីមិនគាប់ចិត្តមិនមានរបស់អ្វីនៅលើលោកនេះដែលនាំឲ្យយើងកប់ចិត្តដោយគ្មានលក្ខខណ្ឌនោះទេអ្វីៗទាំងអស់ដែលកើតឡើងហើយគឺមិនគាប់ចិត្តយើងទេអ្វីៗទាំងអស់ដែលកើតឡើងហើយវាមិនរឹងមាំទេទីណាមានកំណើតទីនោះមានសេចក្តីរលត់ទៅវិញជារឿងធម្មតាសង្ខារដែលកើតឡើងនេះមានសេចក្តីរលត់ទៅវិញជារឿងធម្មតាដូច្នេះអ្វីដែលសំខាន់មិនមានកំណើតហើយក៏មិនមានរលត់ដែរអ្វីសំខាន់គឺនិរន្តរភាពនៃដំណើររបស់យើងនិរន្តរភាពនៃជាតិរបស់យើងនិរន្តរភាពនៃច្បាប់របស់យើងជារឿងសំខាន់ក្នុងទស្សនវិជ្ជាលើโลกនេះគេសួរថាតើការចាប់ផ្ដើមឬក៏ជាការទៅដល់ដែលសំខាន់បាទរីឯអ្នកឆ្លើយគេថាការចាប់ផ្ដើមហើយនឹងការទៅដល់មិនសំខាន់ដូចអ្នកដែលធ្វើដំណើរជាមួយយើងទេអ្នកដែលរួមដំណើរជាមួយយើងទៅសំខាន់ជាងបាទដូច្នេះហើយដំណើរនៃការសួរឆ្លើយនេះសូមរក្សាសម្រាប់ធ្វើជាចលនាការនៃការអភិវឌ្ឍសមត្ថភាពរបស់យើងម្នាក់ៗនៅពេលដែលយើងម្នាក់ៗមានសមត្ថភាពអភិវឌ្ឍជឿនលឿនការឡើងហើយប្រទេសជាតិយើងនឹងរឹងមាំដោយឯកបាទដោយឯកនេះចំណុចទី1ចំណុចទី2ដែលខ្ញុំចង់គូសរំលែកជូនថាច្បាប់ទំនៀមច្បាប់ទំនើបវាប្រៀបប្រដូចទៅនឹងលោកសម្ភារៈ materialism ហើយនឹងលោក monogatic idealism ផងដែរជាធម្មជាតិនៃច្បាប់គឺសម្រាប់សម្រិតសម្រាំងសមិទ្ធសំអាងអបប្របអិរិយាបថរបស់មនុស្សឲ្យនៅក្នុងដំណើរមួយជួនយើងធ្វើច្បាប់ដើម្បីតម្រឹមអិរិយាបថជួនយើងពិនិត្យមើលអិរិយាបថដើម្បីបង្កើតច្បាប់ជួនយើងប្រើសម្ភារៈដើម្បីបង្កើតមនោគតិជួនយើងយកមនោគតិមកបង្កើតសម្ភារៈជាចលនាការដែលធ្វើដំណើរទៅវិញទៅមកប្រៀបដូចជាទឹកហូរចុះហូរឡើងចឹងដែរប្រៀបដូចជាដង្ហើមរបស់មនុស្សដកចេញដកចូលមិនចេះចប់បាទពេលដែលដង្ហើមនឹងបញ្ចប់ក៏លែងមានមនុស្សដែរនឹងដែរបាទអញ្ចឹងហើយដំណើរនេះសួរថាតើទៅណាដំណើរនេះគឺអត់ទៅណាទេគោលដៅនៃដំណើរនេះគឺរក្សាតុល្យភាពនៃដំណើរឲ្យវាមានដំណើរទៅមុខជាដរាបមិនដឹងទៅដល់ណាទេបាទប៉ុន្តែសំខាន់រក្សាដំណើរហ្នឹងនិយាយម្យ៉ាងទៀតប្រែថាមជ្ឈមបដិបទាដំណើរផ្លូវកណ្ដាលនេះជាការថ្លឹងជាការរក្សាតុល្យភាពរវាងសម្ភារៈគតិនិងមโนគតិបាទជួនយើងប្រើសម្ភារៈគតិជួនយើងប្រើមโนគតិថ្លឹងថ្លែងថ្លឹងមុននឹងថ្លែងហើយបានថ្លឹងហើយបានថ្លែងអាស្រ័យទៅតាមកលៈទេសៈដែលជាកត្តាចាំបាច់ដែលជាកត្តាកំណត់ទៅតាមគុណតម្លៃនៃសម័យកាលនីមួយៗគុណតម្លៃនៃសម័យកាលនីមួយៗការប្រកាន់យកដោយរឹងត្អឹងចំពោះមโนគតិដាច់ណាត់ចំពោះសម្ភារៈគតិដាច់ណាត់នេះជាដំណើរនៃសេចក្តីហិនហោចបាទមជ្ឈមៈអមតੰបទាំងដំណើរផ្លូវកណ្ដាលនេះជាផ្លូវមិនស្លាប់ជាផ្លូវអមតៈបាទ3ចំណុចទី3ដែលខ្ញុំចង់គូសរំលឹកជូនថាតើមโนគតិសម្ភារៈគតិហ្នឹងយ៉ាងម៉េចនៅពេលដែលមនុស្សយល់មិនដល់មនុស្សពិបាកពិចារណាដល់ចិត្តរបស់មនុស្សត្រូវយកអ្វីជាទីបង្អែកសម្រាប់រក្សាអត្ថិភាពរបស់ខ្លួន
គឺយកជំនឿបាទអញ្ចឹងដំណើរវិវត្តនៃជំនឿដូចជាលោកធាតុនៅលើចក្រវាឡនេះដែរវាមិននៅនឹងណូទេជំនឿក៏មិននៅនឹងណូដែរនៅពេលដែលជំនឿខ្វះប្រាជ្ញាយើងជឿទៅលើរបស់ដែលมันមានហេតុផលនៅពេលដែលបញ្ញាលូតលាស់ជំនឿដែលมันមានហេតុផលហ្នឹងត្រូវបានកាត់បន្ថយជារឿងធម្មតាព្រោះយើងស្ថិតនៅក្នុងដំណើរនៃការស្វែងយល់ដំណើរនៃការស្វែងរកវិជ្ជាសម្រាប់ខ្លួនឯងសម្រាប់ប្រទេសជាតិសម្រាប់អ្វីៗទាំងអស់លើโลกនេះយើងជាមនុស្សនៅក្នុងចក្រវាឡនេះមានរបស់ដែលយើងចេះមានរបស់ដែលយើងមិនចេះជារឿងធម្មតាបាទរបស់ដែលយើងមិនចេះហើយយើងមិនមានអីជាទីបង្អែកយើងផ្អែកលើជំនឿប៉ុន្តែនៅពេលដែលយើងប្រើប្រាស់បញ្ញារបស់យើងចាក់ធ្លុះនៅជំនឿនឹងឃើញសេចក្តីពិតហើយសច្ចភាពត្រូវបានវាត្រដាងហើយជំនឿនឹងត្រូវបានថយហើយបាទអញ្ចឹងកុំទៅធ្វើជាសត្រូវកុំទៅធ្វើជាការរឹងតឹងចំពោះជំនឿត្រូវមានសេចក្តីអត់ឱនចំពោះជំនឿនឹងដែរបាទពីព្រោះជំនឿនេះជារបាំងឬជារនាំងសម្រាប់ជាទីជំរកដល់ចិត្តដែលជាអវិជ្ជាយើងវាអត់ស្គាល់អត់ចេះបាទប៉ុន្តែនៅពេលដែលវិជ្ជានឹងយើងកើនឡើងហើយជំនឿក៏ថយប្រៀបដូចជាសមត្ថិសច្ចៈនិងបរមត្ថសច្ចៈដែរសេចក្តីពិតតាមការសន្មតនិងសេចក្តីពិតតាមនៃចុងក្រោយមកអស់ដែលយើងឲ្យឈ្មោះថាបរមត្ថសច្ចៈសេចក្តីពិតមានតែមួយទេប៉ុន្តែសម្រាប់ដំណើរនៅស្រទាប់ក្រៅយើងប្រើសមត្ថិសច្ចៈរីឯសេចក្តីពិតសម្រាប់ដំណើរជ្រាលជ្រៅយើងប្រើបរមត្ថសច្ចៈអញ្ចឹងហើយបានជាការវាចានៅអគតិធម៌ទាំង4ប្រការនេះជាដំណើរគ្មានទីបញ្ចប់ទេជាដំណើរដែលត្រូវបដិបត្តិគ្មានទីបញ្ចប់ទេព្រោះនៅក្នុងនោះវាមានទាំងឆន្ទាគតិអប់រំចិត្តថាចិត្តនោះវាចង់បានទ្រព្យចិត្តនោះវាចង់បានអំណាចប៉ុន្តែក៏ត្រូវគោរពនៅសេចក្តីពិតដែរកាលណារំលងសេចក្តីពិតវាទៅជាធ្លាក់ទៅក្នុងអន្លង់ជ្រៅប្រៀបដូចជាខ្លាវាយជាមួយឃ្លេត្រូវលងនៅក្នុងទឹកម្ដងហ្នឹងហើយទីបំផុតទឹកម្ដងឆ្លោះរូបរបស់ឃ្លេហ្នឹងរបស់ខ្លួនឯងបាទហ្នឹងបុរាណយើងដឹងតោសាកតិខឹងខុសខឹងខូចខឹងខាតវានាំឲ្យលិចលង់ភ័យយាកតិការភ័យខ្លាចវាមកពីការដែលយើងមិនយល់អំពីសេចក្តីពិតអញ្ចឹងចុងក្រោយមកគឺមោហាកតិសេចក្តីដែលលៀងដោយមិនដឹងខ្លួនមិនដឹងថាខ្លួនឯងលៀងទៅទៀតការចាប់ផ្ដើមយល់ដឹងថាខ្លួនឯងមិនដឹងនេះជាហើយជាកំណើតនៃប្រាជ្ញាសេចក្តីវិនិច្ឆ័យអន្តការស្ថិតនៅត្រង់ថាការដែលមិនដឹងតែខ្លួនឯងមិនដឹងអានឹងគឺវិនិច្ឆ័យកុំថាឡើយដល់ចំណេះវិជ្ជានីតិសាស្ត្រដែលជ្រាលជ្រៅគ្រាន់តែនិយាយអំពីការធ្វើដំណើរទៅតាមផ្លូវនីតិងងឹតពេលដែលយើងដើរដោយមិនដឹងថាកន្លែងហ្នឹងវាមានជ្រោះជ្រៅអាហ្នឹងគឺត្រូវអន្តរាយខ្លួនឯងអញ្ចឹងនេះជាដំណើរដែលគ្មានទីបញ្ចប់បាទតែជាដំណើរដែលត្រូវរក្សាជាប់ជាប្រចាំនេះចំណុចទី3និយាយពីជំនឿទី4គឺទំនាក់ទំនងរបស់ទាំងអស់ផ្លូវសងខាងនេះបើមិនធ្វើខុសក៏រកត្រូវមិនឃើញហើយបើរកត្រូវឃើញហើយចិត្តនឹងរឹងត្អឹងប្រកាន់ខ្ជាប់ថាខ្លួនឯងត្រូវជាដរាបក៏នឹងត្រូវធ្លាក់ទៅរកកំហុសវិញដែលនៅក្នុងទស្សនវិជ្ជានៃពុទ្ធសាសនាលើកឡើងថាអន្តធម៌នោះដំណើរដែលប្រកាន់យកនៅផ្លូវខាងដែលវានាំមកនៅសេចក្តីវិនិច្ឆ័យខាងស្រួលក៏វិនិច្ឆ័យខាងលំបាកក៏វិនិច្ឆ័យផ្លូវដែលត្រូវត្រង់ត្រាប់ចាប់យកជាផ្លូវកណ្ដាលបាទពីព្រោះហេតុអ្វីពីព្រោះហេតុនៅត្រង់ថាអ្វីទាំងអស់វាតាក់ទងគ្នាវាមានទំនាក់ទំនងជាមួយគ្នាបដិច្ចសមោបាទធម៌នេះមានទៅនោះមាននោះរលត់ទៅនោះរលត់មានបញ្ហាប្រឈមក្នុងវិស័យនេះទៅ
ទៅផ្ដល់តម្លៃឲ្យអ្នកសិក្សារៀនសូត្រអ្នកច្បាប់នេះបំពេញបេសកកម្មដ៏ល្អទៅចាស់ចង់របស់ខ្លួនដើម្បីបំពេញកង្វះចន្លោះនេះបាទបើមិនមានបញ្ហាប្រឈមស្អប់នេះទេយើងក៏មិនមានបុព្វហេតុបេសកកម្មពិសេសវិសាលថ្លៃថ្លាក្នុងការសម្រេចគុណប្រយោជន៍គុណតម្លៃនៃនីតិសាស្ត្រនេះផងនោះទេបាទរឿងខ្លះយើងចង់ល្អខ្លាំងពេកមានសិស្សមួយគាត់សួរគ្រូថាដើម្បីរៀនវិជ្ជាគុណមួយហ្នឹងតើត្រូវចាយពេលប្រហែលដើម្បីចេះគាត់ថាចាយពេល10ឆ្នាំសិស្សគាត់សួរទៀតថាខ្ញុំគិតថា10ឆ្នាំយូរតើមានវិធីណាដើម្បីរៀនឲ្យឆាប់ចេះជាងហ្នឹងឯងគ្រូប្រាប់ថាបើចង់រៀនឲ្យឆាប់ចេះជាងហ្នឹងត្រូវចាយពេល20ឆ្នាំសិស្សសួរគ្រូតទៀតថាឥឡូវមានណាឆាប់ជាងហ្នឹងទៀតទេថាបើចង់ឆាប់ជាងហ្នឹងទៀតត្រូវចាយពេល50ឆ្នាំតែមិនចង់អញ្ចឹងថាមកពីនៅពេលដែលចិត្តនឹងបខំចង់បានលទ្ធផលខ្លាំងវាធ្វើឲ្យអន្ទះសារអន្ទះអន្ទែងអាការរៀនសូត្រនឹងវាមិនអាចសម្រេចលទ្ធផលបានដូចចិត្តនឹងទេបាទអញ្ចឹងកាលណាចិត្តនឹងកាន់តែបខំកាន់តែចង់បានខ្លាំងពេលវេលាកាន់តែយូរព្រោះចិត្តអន្ទះអន្ទែងមិននាំឲ្យយើងសម្រេចបានផលតាមភាពនឹងណូទេណដ្ឋិកម្មੰសម្ងពលំគ្មានកម្លាំងអីស្មើកម្លាំងកម្មទេបាទច្បាប់ទាំងឡាយក៏ស្ថិតនៅក្រោមច្បាប់របស់កម្មដែរបើកាលណាយើងមិនខំប្រឹងផ្លាស់ប្ដូរកែលម្អរបស់ដែលកើតឡើងហើយវាត្រូវរលត់ទៅវិញជាធម្មតាសភាពនៃជីវិតមនុស្សសភាពនៃបច្ចេកវិទ្យាដែលកំពុងលូតលាស់សភាពនៃសម្ភារៈដែលកំពុងលូតលាស់វាទាមទារឲ្យយើងធ្វើការផ្លាស់ប្ដូរសម្របខ្លួនទៅតាមការវិវត្តនៃប៉ារ៉ាម៉ែត្រអញ្ញត្តិទាំងអស់ហ្នឹងប៉ុន្តែបើសិនយើងនៅត្រឹងរបស់ដែលយើងចេះហើយយើងរក្សាទុកប្រកាន់ថាវាមិនផ្លាស់ប្ដូរទៅណាទេច្បាប់នឹងអត់ទៅណាទេប៉ុន្តែយើងទេដែលវិនិច្ឆ័យខ្លួនឯងដោយសារតែយើងមិនធ្វើការផ្លាស់ប្ដូរជាបុគ្គលក្តីជាអង្គភាពក្តីជាស្ថាប័នក្តីជាប្រទេសជាតិក្តីគឺអញ្ចឹងបាទបដិច្ចសមោបាទធម៌នេះគឺអញ្ចឹងព្រោះរបស់ទាំងឡាយដែលកើតឡើងហើយត្រូវរត់ទៅវិញអញ្ចឹងការដែលយើងត្រូវឈ្មោះឈ្មោលខំប្រឹងប្រែងបង្កើតថ្មីមិនមែនគ្រាន់តែជាទីសម្រាប់បង្អួតដល់អ្នកដទៃទេតែជាលក្ខខណ្ឌនៃអត្ថិភាពជាលក្ខខណ្ឌនៃនិរន្តរភាពរបស់យើងម្នាក់ម្នាក់របស់ស្ថាប័នយើងទាំងអស់គ្នារបស់ប្រទេសជាតិយើងទាំងអស់គ្នាព្រោះរបស់ដែលកើតឡើងត្រូវរលត់ទៅវិញជាធម្មតាជាច្បាប់ធម្មជាតិអត់មាននរណាគេនៅលើចក្រវាឡនេះប្រឆាំងច្បាប់ធម្មជាតិទាំងបានបាទផ្ទុយទៅវិញអ្នកដែលស្របជាមួយច្បាប់ធម្មជាតិនេះទើបលូតលាស់បាទយើងមើលនៅអាស៊ីអាគ្នេយ៍នេះយើងនៅអាស៊ីនេះមានប្រទេសមហាយៈចិនដែលគាត់ខំប្រឹងជាប្រចាំបាទពីមុនយើងថាលោកខាងលិចខ្លាំងឥឡូវលោកខាងកើតចាប់ផ្ដើមវ៉ាបាទជាលោកនៃការផ្លាស់ប្ដូរប៉ុន្តែសួរថាណាអ្នកផ្លាស់ប្ដូរលឿនជាងគេល្អប្រសើរជាងគេគឺជាអ្នកដែលស្គាល់សេចក្តីពិតក្នុងទីចុងក្រោយច្បាស់ជាងគេទៅនៅមុនគេបរមត្ថវិជ្ជាអញ្ចឹងហើយដើម្បីយល់អំពីបរមត្ថវិជ្ជានេះខ្ញុំចូលដល់ចំណុចទី5ភាសាខ្មែរបុរាណលើកឡើងថាពាក្យពីរម៉ាត់ដែលខ្ញុំចង់ជូនអ្នកទាំងអស់គ្នាដើម្បីយកជាប្រយោជន៍នៃការត្រិះរិះពិចារណារៀងខ្លួនសូមកុំយកតាមខ្ញុំគ្រាន់តែជាអ្នកបង្ហាញបើកនូនអ្នកទាំងអស់គ្នាចូលទៅពិនិត្យមើលហើយពាល់ត្រូវដោយអារម្មណ៍រៀងខ្លួនយើងមានពាក្យលុតដំហ្នឹងគឺសំដៅទៅលើដែកខ្មែរយើងមានអាយុកាលរាប់ពាន់ជាង1000ឆ្នាំហើយដែលលុតដែកហ្នឹងណាសម្រាប់ធ្វើប្រខ័ណ្ឌលុតដំគឺដុតដែកឲ្យក្តៅហើយយកលុតទឹកឲ្យវារលត់ហើយបានយកទៅដំដើម្បីពុតពេនទៅតាមដំណើរដែលយើងចង់បានតាមទម្រង់របស់ដាវឬប្រខ័ណ្ឌហ្នឹងលុតដំណើរនៃការលុតដែកនេះបាន
រាប់រយឆ្នាំទៅវារៀបចំតម្រង់ចិត្តគំនិតថាមនុស្សត្រូវលុតដំដោយដែកដែរអញ្ចឹងបើថាលុតដែកតល់នៅក្តៅលុតអប់រំមនុស្សតល់នៅក្មេងពាក្យបុរាណខ្មែរយើងនិយាយចឹងពេលខ្លះយើងយកវិធីលុតដំហ្នឹងមកអប់រំចិត្តយើងថាល្អប៉ុន្តែតឹងឈឺពិបាកពេលខ្លះទៀតយើងប្រើពាក្យមួយទៀតថាលួងលោមនៅពេលដែលមនុស្សខឹងយើងលួងឲ្យបាត់ខឹងបាទចឹងសួរថាតើការអប់រំចិត្តយើងប្រើវិធីលួតដំឬក៏ប្រើវិធីលួងលោមដើម្បីយល់អំពីការអភិវឌ្ឍសមត្ថភាពបញ្ញាញាណរបស់មនុស្សអ្នកខ្លះថាយកលួតដំអ្នកខ្លះថាយកលួងលោមប៉ុន្តែវិធីដែលត្រូវដើរជាវិធីកណ្ដាលមួយវិធីកណ្ដាលដែលយល់អំពីទំនាក់ទំនងរវាងការលួតដំនិងការលួងលោមបាទការអភិវឌ្ឍសមត្ថភាពរបស់យើងក៏ចឹងដែរអាស្រ័យទៅលើដំណើរកណ្ដាលណាមួយនៅចន្លោះរវាងលុតដំហើយនឹងការលួងលោមខ្ញុំសូមនិយាយភាសាសាមញ្ញយ៉ាងដូចនេះចុះហើយខ្ញុំសង្ឃឹមថាឯកឧត្តមលោកជំទាវជាពិសេសយុវជនរបស់យើងដែលមានវត្តមាននៅទីនេះបានទទួលយកនៅពន្លឺខ្លះនៃទស្សនវិជ្ជាច្បាប់ពន្លឺខ្លះនៃទស្សនវិជ្ជាជាទូទៅនៃការអភិវឌ្ឍសមត្ថភាពនៃធម្មជាតិនៃលោកធាតុសម្រាប់យកទៅប្រើការផ្ទាល់ខ្លួនបាទវិជ្ជាដែលយើងបានដកស្រង់រៀនសូត្រសួរឆ្លើយរយៈពេលមួយព្រឹកនេះគ្មានប្រយោជន៍ទាំងអស់ប្រយោជន៍ស្ថិតនៅត្រង់យើងបន្តយកទៅប្រើក្នុងជីវិតជីវភាពវិជ្ជាជីវៈយើងរៀងខ្លួននៅតែបន្តប្រើបើសិនជាអ្នកទាំងនេះមិនប្រើទេកុំសំអាងថាបានមកចូលរួមសិក្ខាសាលាមួយព្រឹកនេះហើយយើងបំភ្លេចចោលអស់យើងថាយើងទៅជាអ្នកប្រាជ្ញមិនអញ្ចឹងទេបាទអត់មានទេអ្នកប្រាជ្ញលើโลกនេះបាទអត់មានទេមានតែដំណើរនៃការកសាងប្រាជ្ញាអ្នកប្រាជ្ញលើโลกនេះស្លាប់អស់ហើយបាទរីឯអ្នកដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រាជ្ញក៏មិនតែទទួលស្គាល់គាត់ថាជាអ្នកប្រាជ្ញទេព្រោះកាន់តែរៀនកាន់តែមើលឃើញអំពីចំណុចដែលត្រូវរៀនបន្ថែមទៀតបាទដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបាននៅក្របពូជនៃការរៀនសូត្រហើយសូមយកក្របពូជនេះទៅបណ្ដុះក្នុងថ្នាលនៃជីវិតថ្នាលនៃដួងចិត្តរបស់យើងម្នាក់ហើយស្រោចស្រពជារៀងរាល់ថ្ងៃដើម្បីជាប្រយោជន៍ដល់យើងម្នាក់ជាប្រយោជន៍ដល់យើងទាំងអស់គ្នាជាប្រយោជន៍ដល់ស្ថាប័នដែលយើងបម្រើការរៀងខ្លួនក៏ដូចជាប្រយោជន៍ទៅដល់ប្រទេសជាតិនិងសកលលោកទាំងមូលអញ្ចឹងជាទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះអាយដាមលោកជំទាវលោកស្រីទាំងអស់ដែលបានសម្ដែងនៅសេចក្តីអត់ធ្មត់ត្រង់ត្រាប់ចូលរួមនៅក្នុងសិក្ខាសាលារយៈពេលមួយព្រឹកនេះថាផ្លែកចម្លែកខុសពីប្រក្តីក៏ពិតមែនតែនឹងផ្ដល់នៅចំណីទស្សនវិជ្ជាថ្មីឬក៏ផ្លែកជូនទៅដល់ដួងចិត្តដួងបញ្ញាញាណរបស់អ្នកទាំងអស់គ្នាខ្ញុំសូមជូនពរដល់អាយដាមលោកជំទាវលោកស្រីទាំងអស់សូមបានប្រកបដោយពរទាំងឡាយជាច្រើនប្រការនិងសម្រាប់ជោគជ័យតាមបំណងប្រាថ្នាសុភមង្គលនិងសុខដុមរមនាបាទសូមអរគុណ